ปราสาทตากระไบหรือปราสาทตังหวายជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី11ដល់ទី13ក្នុងរាជព្រះបាទសូរ្យវមៈទី1និងព្រះបាទឧទយធាតុវមៈទី2ដើម្បីឧទ្ទិសដល់ព្រះឥសោដូចគ្នាទៅនឹងប្រាសាទព្រះវិហារប្រាសាទតាមានធំប្រាសាទតាមានតូចដែលស្ថិតនៅលើជួរភ្នំដងរែកប្រាសាទមានទីតាំងស្ថិតនៅភូមិឈឿស្លាប់ឃុំគោខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យប្រាសាទតាក្របីមានចម្ងាយប្រមាណ85គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យដើម្បីទៅដល់ប្រាសាទតាក្របីគេត្រូវធ្វើដំណើរចេញពីទីប្រជុំជនក្រុងសំរុងតាមទិសខាងលិចនៅតាមផ្លូវមានព្រៃឈើដែលកន្លែងខ្លះនៅក្រាស់កន្លែងខ្លះឡើងស្ដើងលោកសម្បូរម៉ាណារ៉ាជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថាតាមប្រវត្តិសាស្ត្រប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី11និង12ដើម្បីឧទ្ទិសដល់ព្រះឥសូរលោកសម្បូរម៉ាណារ៉ាចំពោះទស្សនៈនៃការកសាងប្រាសាទជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេពបើអាទិទេពជាព្រះឥសូរគឺគេឲ្យតម្លៃទៅលើព្រះឥសូរបើគេគោរពព្រះវិស្ណុគេឲ្យតម្លៃទៅលើព្រះវិស្ណុក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំប្រាសាទនេះគឺឧទ្ទិសថ្វាយចំពោះព្រះឥសូរច្រើនជាងប្រាសាទតាក្របីមានឈ្មោះពិតតាមទស្សនៈខ្មែរឈ្មោះប្រាសាទព្រះដងវាយបើតាមមន្ទីរទេសចរខេត្តឧត្តរមានជ័យរៀងរាល់ថ្ងៃបុណ្យទានធំដូចជាបុណ្យចូលឆ្នាំបុណ្យភ្ជុំតែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំងពីរនោះដែរគ្រាន់តែមានចំនួនតិចតួចជាពិសេសលោកយាយចាស់តានិងទេសចរក្នុងស្រុកតែងតែមកឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធីបុណ្យស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះបើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាក្របីសូមកុំភ្លេចខ្ចប់បាយនិងទឹកទៅផង